ដំបូងឡើយគឺរៀងសប្បាយចិត្តដែរពេលដែលឮដំណាក់ថា recall epic ភ្លើងនឹងត្រឡប់មកវិញអញ្ចឹងណាតែនៅពេលដែលចេញការ update មកគឺអូយដាច់ចកេះម៉ាត់តែម្ដងអ្នកគ្នាហើយនិយាយចឹងគ្នាយើងរកជាមួយនឹងពេជ្រយើងហ្នឹងគឺបានចំនួនប្រហែលហើយចាំជួយ comment ប្រាប់ខ្ញុំនៅខាងក្រោមវីដេអូហ្នឹងម្នាក់មួយផងហើយបើខ្ញុំវិញគឺទើបតែរកបាន100ពេជ្រទេអ្នកគ្នាព្រោះដោយសារតែទៅលេង Magic Chess Google ច្រើនពេកអញ្ចឹងណាហើយនៅក្នុងវីដេអូហ្នឹងគឺខ្ញុំនឹងមកនិយាយពីការ update ថ្មីរបស់ Mobile Legends ឲ្យអ្នកទាំងអស់គ្នាបានដឹងហើយមុននឹងខ្ញុំទៅនិយាយពីការ update ថ្មីហ្នឹងសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube channel របស់ខ្ញុំគឺខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមិនចិត្តអាក្រក់នោះទេកុំភ្លេចចូលទៅជួយចុច subscribe នៅលើ YouTube channel របស់ខ្ញុំម្នាក់មួយផងទីមួយគឺពាក់ព័ន្ធជាមួយនឹង skin ថ្មីរបស់ Argus ដែលត្រូវជា skin collector Titan ណាអ្នកគ្នាដែល skin ហ្នឹងគឺវានឹងចេញនៅក្នុងខែ9អញ្ចឹងណាប៉ុន្តែអ្វីដែលសំខាន់ដែលគ្នាយើងតែងតែសួរថាបង skin យីសុងស៊ីនកាលណាចេញមកវិញអញ្ចឹងគឺដូចដែលខ្ញុំធ្លាប់បានប្រាប់ដល់អ្នកទាំងអស់គ្នាអញ្ចឹងចំពោះ skin ដែលគេធ្វើការ optimize ហើយគឺគេនឹងដាក់ត្រឡប់មកវិញអញ្ចឹងណាអញ្ចឹងចំពោះ skin collector ដែលមកជាមួយនឹង skin collector របស់ Argus ហ្នឹងគឺមានជាមួយនឹង skin collector របស់ Yuzong យីសុងស៊ីន Harit ហើយជាមួយនឹង Novaria អ្នកទាំងអស់គ្នាហើយ skin ទាំងអស់ហ្នឹងគឺសិតតែជា skin ដែលគ្នាយើងសួរច្រើនខ្លាំងមែនទែនឥឡូវហ្នឹងគឺគេត្រៀមចេញមកហើយអ្នកទាំងអស់គ្នាហើយសម្រាប់ skin Lucky Box គឺមានជាមួយនឹង skin របស់ Alpha Idora ហើយជាមួយនឹង Leomord អញ្ចឹងសម្រាប់គ្នាយើងអ្នកដែលរងចាំជាមួយនឹង skin collector របស់ យីសុងស៊ីនឬក៏ Yuzong អីហ្នឹងគឺត្រៀមមកហើយទៅអ្នកគ្នាគឺអាចសន្សំ Diamond ចាប់ពីថ្ងៃហ្នឹងទៅហើយសន្សំជាមួយនឹង Crystal Aurora ទៅគឺបានហើយអ្នកគ្នាទំព័រទៅដល់ខែ9គឺយើងមានគ្រប់សម្រាប់ធ្វើការចាប់យកភ្លាមៗតែម្ដងអញ្ចឹងគឺខ្ញុំចង់រំលឹកដល់អ្នកទាំងអស់គ្នាបន្តិចព្រោះដោយសារថ្ងៃហ្នឹងគឺជាថ្ងៃការ free ticket លើកទី2នៅក្នុង event Street Fighter ព្រោះដោយសារតែខ្ញុំខ្លាចអ្នកទាំងអស់គ្នាភ្លេចអញ្ចឹងណាហើយនេះគឺជាកញ្ចប់ណែនាំសម្រាប់ការដាក់យកជាមួយនឹង full ticket នៅក្នុង event ហ្នឹងអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលមានតម្រូវការដាក់ពេជ្រដើម្បីយកជាមួយនឹងការ free ticket ហ្នឹងឬក៏ចង់កាក់ពេជ្រទុកមុនក៏បានដែរគឺអ្នកទាំងអស់គ្នាអាចឆាតចូលមកក្នុង Facebook page របស់ខ្ញុំបានឬក៏អ្នកទាំងអស់គ្នាចង់ទៅដាក់ពេជ្រដោយខ្លួនឯងក៏បានដែរគឺដាក់តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store ទី2គឺពាក់ព័ន្ធជាមួយនឹង recall epic ដែលខ្ញុំបានធ្លាប់ប្រាប់ដល់អ្នកទាំងអស់គ្នាហ្នឹងថាវានឹងត្រឡប់មកវិញដែលនៅក្នុង recall ហ្នឹងគឺវាមាន3ដែលវានឹងត្រឡប់មកវិញគឺមានជាមួយនឹង recall epic ភ្លើង recall តកហើយជាមួយនឹង black hole អញ្ចឹងណាប៉ុន្តែអ្វីដែលសំខាន់ពាក់ព័ន្ធជាមួយនឹងការ recall នឹងត្រឡប់មកវិញហ្នឹងគឺវាអត់ចេញបែបទម្រង់ចាស់ទេអ្នកទាំងអស់គ្នានិយាយទៅគឺ set ខ្លាំងមែនទែនបើចេញបែបទម្រង់ចាស់គឺគ្នាយើងចំណាយដែលមិនតិចអញ្ចឹងណាតែនៅពេលដែលចេញមកទម្រង់ថ្មីហ្នឹងគឺរៀងពិបាកតិចអ្នកគ្នាគឺយើងអាចចាប់យកបានដូចគ្នាគាត់ថាយើងចំណាយដែលមិនវារៀងច្រើនជាងមុនអញ្ចឹងណាហើយនេះគឺជាទម្រង់ចាប់យកជាមួយនឹង recall epic ហ្នឹងអញ្ចឹងណាអានេះគឺថ្មីអ្នកទាំងអស់គ្នានិយាយទៅគឺវាស្តៀងគ្នាជាមួយនឹង recall សាច់ដុំអ្នកគ្នាដែលនៅក្នុងហ្នឹងគឺតម្រូវឲ្យយើងចាប់នៅក្នុងហ្នឹងរហូតឲ្យគ្រប់ចំនួន200ដងបានយើងអាចមានឱកាសទទួលបានជាមួយនឹង recall ហ្នឹងណាតែបើសិនជាគ្នាយើងហែងគឺអាចចាប់2ដងអីបានណាប៉ុន្តែនៅក្នុង event ហ្នឹងគឺមិនងាយទេអ្នកទាំងអស់គ្នាវាមិនមែនដូចនៅក្នុងទម្រង់ចាស់ណាបើទម្រង់ចាស់អ្នកខ្លះគឺចាប់បានតែ2ដងឬក៏3ដងអីគឺបាន recall ហើយតែនៅពេលដែលចូលមកទម្រង់ថ្មីនេះគឺចំនួន200ដងបានអាចទទួលបានអ្នកទាំងអស់គ្នានិយាយទៅគឺវាស៊ីលុយជាងមុនអ្នកទាំងអស់គ្នាជាមួយនឹង recall ហ្នឹងណាប៉ុន្តែគាត់ថានៅក្នុង event ហ្នឹងក៏យើងអាចប្រើប្រាស់ជាមួយនឹងពេជ្រលឿងសម្រាប់ធ្វើការពវល់បានដូចគ្នាអញ្ចឹងគឺកម្មតែម្ដងសម្រាប់គ្នាយើងអ្នកដែលអត់ទាន់មានជាមួយនឹង recall ហ្នឹងហើយចង់បាន recall ហ្នឹងអញ្ចឹងណាការមុនចេញមកគឺអត់ចាប់យកទេសុខចិត្តទៅទិញ skin ដល់ពេលឥឡូវហ្នឹងគឺដាច់ផ្ងាតោងតែម្ដងនៅពេលដែលចេញទម្រង់ថ្មីមកទី3ឥឡូវនេះមានគ្នាយើងណាខ្លះដែលចង់ចាប់យកជាមួយនឹង skin legend នៅក្នុង Magic Well បើសិនជាមានចិត្តចង់ចាប់គឺអ្នកទាំងអស់គ្នារងចាំចាប់នៅថ្ងៃទី21ទៅព្រោះដោយសារតែនៅថ្ងៃទី21ហ្នឹងគឺមានការ discount រហូតដល់ 20% អ្នកទាំងអស់គ្នាអញ្ចឹងគឺវារៀងច្រើនដែរអញ្ចឹងណាយើងចាប់នៅក្នុងថ្ងៃហ្នឹងទៅគឺយើងចំណាយដែលមិនអស់តិចជាងមុនជាពិសេសសម្រាប់គ្នាយើងអ្នកដែលជាដៃ Mia តែម្ដងព្រោះដោយសារតែ skin របស់ Mia Legend ហ្នឹងគឺទើបតែនឹងធ្វើការ revamp អញ្ចឹងណាអញ្ចឹងបើយើងមើលនៅក្នុង poster ដែលខ្ញុំបានដាក់ឲ្យអ្នកទាំងអស់គ្នាបានឃើញហ្នឹងគឺមានជាមួយនឹង skin Mia ដែលគេទើបតែនឹងធ្វើការ revamp ថ្មីនៅក្នុង poster ហ្នឹងផងដែរអញ្ចឹងអាចនិយាយបានថា skin Legend របស់ Mia ដែលគេទើបតែនឹងធ្វើការ revamp ថ្មីហ្នឹងគឺអាចនឹងចេញថ្ងៃទី21នឹងដូចគ្នាអ្នកទាំងអស់គ្នាអញ្ចឹងអ្នកដែលរងចាំជាមួយនឹង skin Mia គឺត្រៀមមកហើយទៅប៉ុន្តែខ្ញុំអត់ទាន់ហ៊ាននិយាយថាវា 100% ទេណាគឺគ្រាន់តែខ្ញុំនិយាយតាមអ្វីដែលខ្ញុំបានឃើញនៅក្នុង poster តែប៉ុណ្្នឹងទេព្រោះដោយសារតែរូបនៅក្នុង poster ហ្នឹងគឺជារូប Mia ដែលគេធ្វើការ revamp ហើយអ្នកគ្នាមិនមែនរូប Mia skin ចាស់ទេណាទី4គឺពាក់ព័ន្ធជាមួយនឹង event Jujutsu Kaisen ដែល event ហ្នឹងគឺដូចដែលអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងគឺគេទើបតែនឹងធ្វើការ optimize ថ្មីអញ្ចឹងណាអញ្ចឹងពាក់ព័ន្ធជាមួយនឹង event ហ្នឹងគឺខ្ញុំទើបតែនឹងទទួលបានការ update បន្តមកទៀតតែ event ហ្នឹងគឺវាមានភាគរយរហូតដល់ 80% ហើយអ្នកទាំងអស់គ្នាតែ event ហ្នឹងគឺវានឹងត្រឡប់មកវិញនៅក្នុងឆ្នាំ2026ហ្នឹងហើយខែដែលវាអាចចេញត្រឡប់មកវិញហ្នឹងគឺនៅក្នុងចន្លោះខែ8និងខែ9តែបើសិនជាវាចេញលឿនគឺអាចចេញនៅដើមខែ8ហ្នឹងប៉ុន្តែបើវាយូរគឺអាចនឹងដើមខែ9អ្នកទាំងអស់គ្នាទី5គឺខ្ញុំចង់នាំអ្នកទាំងអស់គ្នាមកមើលជាមួយនឹងវីដេអូនេះមួយដែលពាក់ព័ន្ធជាមួយនឹង skin legend របស់ Kagura អ្នកគ្នាហើយមើលទៅគឺវាលុយខ្លាំងមែនតើអ្នកទាំងអស់គ្នាទោះជាវាជាវីដេអូ AI មែនអ្នកគ្នាប៉ុន្តែមើលទៅគឺ look cool ខ្លាំងមែនតើអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលជាដៃ Kagura ឃើញជាមួយនឹងវីដេអូនេះហើយមានអារម្មណ៍យ៉ាងម៉េចដែរតែសម្រាប់ខ្ញុំ
គឺលយខ្លាំងមែនតើទៅលើ skin ហ្នឹងណាទោះតែឥឡូវហ្នឹងគឺដូចដែលខ្ញុំបាននិយាយចឹងទោះជាវាជាវីដេអូ AI មែនប៉ុន្តែចំពោះរូបរាងគឺវាដូចជាមួយនឹងរូបភាព skin survey ឯអ្នកទាំងអស់គ្នាដល់ពេលមើលមកគឺអូយ the best តែម្ដងអញ្ចឹងសម្រាប់ការ update ទៅលើ Mobile Legends ថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់អ្នកទាំងអស់គ្នាមានមតិយោបល់អីយ៉ាងណាគឺអាចបញ្ចេញនៅខាងក្រោមវីដេអូហ្នឹងម្នាក់មួយមកហើយសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube Channel របស់ខ្ញុំកុំភ្លេចជួយចុច subscribe ម្នាក់មួយផងហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនដើម្បីឲ្យគ្នាយើងបានដឹងពីការ update ថ្មីរបស់ Mobile Legends ផងដែរហើយសម្រាប់គ្នាយើងអ្នកដែលទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ update ថ្មីៗបន្ថែមទៀតហើយយើងចាំជួបគ្នានៅវីដេអូក្រោយ See you guys the next video bye bye